បង្កើតកងសន្សំលុយដោយខ្លួនឯងតាមទូរស័ព្ទដៃ ជំហានដំបូងបងប្អូនចូល app ធនាគារ Hana ប្រើ app អក្សរកូរ៉េ បន្ទាប់មកបងប្អូនចុចកន្លែងអក្សរខាងក្រោមដែលខ្ញុំគូសរង្វង់នឹងត្រង់ចំណុចកន្លែងនេះបងប្អូនទាំងគ្នាណាជ្រើសរើសកន្លែងដែលខ្ញុំគូសរង្វង់នឹងទៀតមកដល់ត្រង់ចំណុចនេះបងប្អូនទាំងគ្នាណាជ្រើសរើសអក្សរកូរ៉េដែលខ្ញុំគូសបាញ់ព្រួញនឹងមកពេលដែលបងប្អូនចុចលើវាទៅវានឹងចេញបែបនេះទៀតនឹងនាំយើងមកត្រង់ចំណុចកន្លែងនេះទៀតចង់បងប្អូនចុចលើអក្សរកូរ៉េខាងក្រោមដែលផ្ទាំងពណ៌ខៀវនឹងប៉ះលើវាទៀតមកត្រង់ចំណុចកន្លែងនេះបងប្អូនទាំងគ្នាគ្រីសទាំង4ដែលខ្ញុំបង្ហាញឲ្យចុចទៅមុខទៀតចុចអក្សរ Q កូរ៉េនឹងទៀតកន្លែងនេះគ្រីសអាចចំណុចទូចនឹងផងឲ្យចុចបន្តមកមុខទៀតមកដល់ត្រង់ចំណុចនេះបងប្អូនចុចតាមសញ្ញាព្រួញដែលខ្ញុំបាញ់នឹងមកនិយាយទៅចុចទៅមុខរហូតកន្លែងនេះយើងកំណត់ថ្ងៃដែលឲ្យធនាគារកាត់លុយសន្សំយើងអូតូថ្ងៃណាអញ្ចឹងខ្ញុំដាក់ថ្ងៃទី20ឥឡូវយើងដាក់ថ្ងៃឲ្យគេកាត់លុយហើយថ្ងៃ20ត្រង់មកចំណុចកន្លែងនេះបងប្អូនចុចទៅមុខកន្លែងនេះគេបង្ហាញលេខកងធនាគារដែលគេត្រូវកាត់រៀងរាល់ខែគឺគេកាត់ចេញពីលេខកងធនាគារហ្នឹងបងប្អូនតោះមកយើងចុចបន្តទៅមុខរហូតទៀតមកត្រង់ចំណុចនេះបងប្អូនណាចុចអក្សរកូរ៉េខាងក្រោមផ្ទាំងពណ៌ខៀវធំហ្នឹងដែលខ្ញុំគូសព្រួញមកត្រង់ចំណុចកន្លែងនេះបងប្អូនគ្រាន់តែប៉ះសញ្ញាព្រួញហ្នឹងទៅគឺវាឲ្យយើងអានអក្សរពណ៌មានហ្នឹងកន្លែងហ្នឹងបងប្អូនអូសវាឡើងលើអស់ចុចសញ្ញាព្រួញហើយប៉ះអក្សរកូរ៉េខាងស្ដាំដៃហ្នឹងចុចលើវារហូតទៅអូសដល់ទៅអស់បងប្អូនឲ្យមើលដូចខ្ញុំបង្ហាញហ្នឹងប៉ះអញ្ចឹងចុចលើវាអញ្ចឹងរហូតដល់ទៅវានាំយើងមកដល់ទម្រង់កន្លែងនេះបងប្អូនចុចអក្សរកូរ៉េយ៉េហ្នឹងមកដល់ត្រង់ចំណុចនេះបងប្អូនគឺចុចយកគ្រីសទាំងអស់ណាបងប្អូនណាមាន4 5 6នឹងគ្រីសទាំងអស់ហ្មងមកដល់ចំណុចនេះបងប្អូនចាគ្រីសហើយអូខេហើយយើងចុចមកមុខទៀតនៅពេលដែលវាចេញបែបនេះបងប្អូនវាយលេខកូដវេលុយដកលុយរបស់យើង4ខ្ទង់នឹងចូលហើយកុំភ្លេចកន្លែងនេះយើងឲ្យផ្កាយគេ5ឲ្យបញ្ជូនឲ្យគេផងឥឡូវកងធនាគារសន្សំលុយរបស់យើងគឺទទួលបានជោគជ័យហើយកុំភ្លេចបងប្អូនពេលដែលយើងបង្កើតគឺវាទាមទារឲ្យយើងដាក់លុយសន្សំ 100000 នឹងចូលមុនអញ្ចឹងយើងត្រៀមទុកឲ្យគេកាត់ផងណាបងប្អូន